តើអ្នកធ្លាប់មានអារម្មណ៍មិនល្អដោយសារសំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅដែរទេហើយតើអ្នកដែលដឹងអត់ថាសំឡេងរំខានទាំងនោះក៏អាចប៉ះពាល់ដល់សុខភាពយើងផងដែរយើងតែងតែបារម្ភអំពីខ្យល់ដែលយើងដកដង្ហើមនិងទឹកដែលយើងផឹកប៉ុន្តែយើងច្រើនតែមើលរំលងការបំពុលដែលមើលមិនឃើញម្យ៉ាងដែលកំពុងបំផ្លាញសុខភាពរាងកាយរបស់យើងផងដែរនោះគឺការបំពុលដោយសំឡេងឬ noise pollution តើអ្វីទៅជាការបំពុលដោយសំឡេងការបំពុលដោយសំឡេងគឺជាសំឡេងដែលឮខ្លាំងលើសពីកម្រិតស្តង់ដាឬជាសំឡេងរំខានដែលបង្កការរំខានក្នុងជីវភាពរស់នៅប្រចាំថ្ងៃវាគឺជាបញ្ហាមួយដែលនៅគៀកនឹងខ្លួនយើងបំផុតប៉ុន្តែជារឿយៗយើងតែងតែមើលរំលងព្រោះយើងជួបប្រទះវាជារៀងរាល់ថ្ងៃដូចជាសំឡេងចរាចរណ៍សំឡេងការដ្ឋានសំណង់ឬសំឡេងគ្រឿងចក្រជាដើមជាទូទៅប្រសិនបើសំឡេងដែលយើងឮមានកម្រិតលើសពី85 decibel វានឹងត្រូវចាត់ទុកថាមានគ្រោះថ្នាក់ដល់សុខភាពហើយប្រសិនបើទទួលបានសំឡេងទាំងនោះក្នុងរយៈពេលយូរវាអាចប៉ះពាល់ដល់សមត្ថភាពនៃការស្ដាប់ឬបង្កជាជំងឺទាក់ទងទៅនឹងសុខភាពផ្លូវចិត្តផងដែរត្រចៀករបស់មនុស្សត្រូវបានរចនាឡើងដើម្បីស្ដាប់សំឡេងប៉ុន្តែការប៉ះពាល់នឹងសំឡេងខ្លាំងឬអូសបន្លាយយូរត្រូវបានគេបង្ហាញថាអាចបង្កបញ្ហាសុខភាពជាច្រើនចាប់ពីភាពតានតឹងការបាត់បង់ការផ្ដោតអារម្មណ៍ការធ្លាក់ចុះនៃផលិតភាពនៅកន្លែងធ្វើការនិងនៅសាលារៀនការអស់កម្លាំងដោយសារខ្វះការគេងនិងការលំបាកក្នុងទំនាក់ទំនងរហូតដល់បញ្ហាធ្ងន់ធ្ងរជាងនេះដូចជាជំងឺសរសៃឈាមបេះដូងនិងការចុះខ្សោយនៃប្រាជ្ញាស្មារតីជាដើមសម្រាប់វិធានការដើម្បីកាត់បន្ថយវាដើម្បីព្យាប្រសើរឡើងនៃសុខភាពនិងបរិស្ថានរបស់យើងក៏អាចចាប់ផ្ដើមពីចំណុចតូចៗប្រចាំថ្ងៃរបស់យើងបានផងដែរដូចជាមិនបើកសំឡេងទូរទស្សន៍ឬធុងបាសខ្លាំងៗពេកមិនចុចស៊ីផ្លេម៉ូតូឡានបើមិនចាំបាច់ជៀសវាងការធ្វើសកម្មភាពដែលបង្កសំឡេងខ្លាំងដូចជាការជួសជុលផ្ទះឬការជប់លៀងនៅពេលយប់ជ្រៅដែលជាពេលវេលាមនុស្សគ្រប់គ្នាត្រូវការសម្រាកចាប់ផ្ដើមដាំដើមឈើជុំវិញផ្ទះព្រោះការដាំដើមឈើមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេប៉ុន្តែដើមឈើក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្រូបនិងទប់ស្កាត់រលកសំឡេងពីខាងក្រៅផងដែរជំហានតូចៗទាំងនេះអាចជួយកាត់បន្ថយការបំពុលដោយសំឡេងនិងធ្វើឲ្យបរិស្ថានរបស់យើងកាន់តែប្រសើរសម្រាប់រស់នៅFoggy Vision Research ចំណែកជាអំណាច